រឿងក្របពូជនៃសេចក្តីព្យាយាមកាលពីព្រេងនាយនៅក្នុងភូមិដ៏ស្រស់បំព្រងមួយមានក្មេងប្រុសពីរនាក់ជាមិត្តនឹងគ្នាឈ្មោះតារានិងសុខតែមួយលោកតាដែលជាអ្នកប្រាជ្ញប្រចាំភូមិបានហៅពួកគេមកជួបដើម្បីប្រគល់កាហ្វេអវតារមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអវតារដែលគ្រាន់តែធ្វើការខមមិនរីឆាតចូលពេកកាហ្វេអវតារហើយសរសេរពាក្យថាខ្ញុំចង់សាក នោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់បេសកកម្មពិសេសមួយលោកតាបានហុចគ្រាប់ពូជពងមាសចំនួន2គ្រាប់ទៅពួកគេម្នាក់មួយគាត់បានមានប្រសាសន៍ថាចៅទាំងពីរចូលយកគ្រាប់ពូជនេះទៅដាំមួយខែក្រោយនរណាដែលដាំបានដាំឈើស្អាតជាងគេតើនឹងមានរង្វាន់ធំឲ្យតារាត្រេកអរណាស់គេត្រឡប់ទៅផ្ទះវិញហើយចាប់ផ្ដើមជីកដីដាក់ជីនិងស្រោចទឹកគ្រាប់ពូជនោះជារៀងរាល់ថ្ងៃដោយក្តីសង្ឃឹម ផ្ទុយទៅវិញសុកគិតថាគ្រាប់ពូជនោះជាគ្រាប់ពូជវិតមុនមិនចាំបាច់ថែទាំក៏ដោះដែរគេចំណាយពេលដើរលេងនិងដេកយ៉ាងសប្បាយចិត្តទៅទុកគ្រាប់ពូជចោលលើដីស្ងួតពាក់កណ្ដាលខែព្យុះភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងតារាបានរត់ទៅធ្វើរបងការពារកូនឈើរបស់គេចំណែកឯគ្រាប់ពូជរបស់សុកត្រូវទឹកភ្លៀងលិចបាត់អស់មួយខែបានកន្លងផុតទៅថ្ងៃកាត់សេចក្ដីបានមកដល់តារាបានកាន់ផើងដែលមានដើមឈើដ៏ស្រស់ស្អាតនិងមានផ្លែពណ៌មាសរីឯសុកវិញកាន់ផើងដែលមានតែដីទទេស្អាតលោកតាបានញញឹមហើយពោលថាចៅសម្លាញ់ភាពជោគជ័យមិនមែនបានមកពីសំណាងឬរបស់វេទមន្តទេតែវាបានមកពីការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ដើមឈើនេះជាភស្តុតាងនៃការព្យាយាមរបស់ចៅ